ខ្សត់ភ្ញៀវឯអាដាមគួយចម្រើនចង់ប្រែបុកមាត់រមណីយដ្ឋានគៀនស្វាយក្រៅឲ្យមានភាពទាក់ទាញឡើងវិញអភិបាលខេត្តកណ្ដាលឯអាដាមគួយចម្រើនចង់ប្រែក្លាយរមណីយដ្ឋានគៀនស្វាយក្រៅទៅជារមណីយដ្ឋានមួយដែលមានសក្តានុពលទាក់ទាញភ្ញៀវទេសចរមកកំសាន្តសប្បាយនិងពិសាអាហារថ្ងៃត្រង់ជារៀងរាល់ថ្ងៃដោយមិនថាថ្ងៃសៅរ៍ថ្ងៃអាទិត្យឬថ្ងៃឈប់សម្រាកឡើយក្នុងការចុះពិនិត្យស្ថានភាពជាក់ស្ដែងនិងសំណេះសំណាលជាមួយអាជីវករកំពុងប្រកបរបរលក់ដូរនៅរមណីយដ្ឋានគៀនស្វាយក្រៅនៅថ្ងៃទី9ខែមិថុនាឆ្នាំ2025ឯអាដាមគួយចម្រើនអភិបាលខេត្តកណ្ដាលបានមានប្រសាសន៍ថាដោយសង្កេតឃើញរមណីយដ្ឋានគៀនស្វាយក្រៅក្រៅពីថ្ងៃសៅរ៍ថ្ងៃអាទិត្យនិងថ្ងៃឈប់សម្រាកផ្សេងមិនសូវមានភ្ញៀវទេសចរមកកំសាន្តនៅទីនេះឡើយដូច្នេះយើងទាំងអស់គ្នាជាអាជ្ញាធរក៏ដូចជាអាជីវករផ្ទាល់ត្រូវខិតខំកែលម្អនៅតំបន់នេះឲ្យតាក់ទាញពិសេសផ្សព្វផ្សាយនៅអ្វីដែលល្អអ្វីដែលតាក់ទាញដល់ភ្ញៀវទេសចររបស់យើងដើម្បីមកកំសាន្តនិងលំហែកាយនៅតំបន់នេះឲ្យកាន់តែច្រើនដោយមិនគិតថ្ងៃឈប់សម្រាកឡើយឯអាដាមអភិបាលខេត្តបន្តថាតំបន់រមណីយដ្ឋានគៀនស្វាយក្រៅនេះគឺជាទីតាំងដែលមានសក្តានុពលនៅជិតរាជធានីភ្នំពេញក៏ដូចជាក្រុងតាខ្មៅដែលងាយស្រួលក្នុងការធ្វើដំណើរមកពិសាអាហារពេលរសៀលក៏ដូចជាមកលំហែកាយដូច្នេះប្រសិនបើយើងបានរៀបចំឲ្យមានសណ្ដាប់ធ្នាប់របៀបរៀបរយសោភ័ណភាពសុវត្ថិភាពនិងគុណភាពនោះភ្ញៀវទេសចរនឹងមកកំសាន្តនៅទីនេះកាន់តែច្រើនឯអាដាមអភិបាលខេត្តបន្ថែមថាដើម្បីឲ្យតំបន់នេះកាន់តែទាក់ទាញភ្ញៀវទេសចរបន្ថែមទៀតអាជ្ញាធរស្រុកគៀនស្វាយត្រូវតែខិតខំផ្សព្វផ្សាយដល់អាជីវករយើងទាំងអស់មិនត្រូវដំឡើងថ្លៃហួសហេតុពេកដែលធ្វើឲ្យបាត់បង់ភ្ញៀវទេសចររបស់យើងឡើយបើយើងដំឡើងថ្លៃខ្ពស់ហួសហេតុនោះយើងបានចំណេញតែមួយពេលនេះទេតែប្រសិនបើយើងលក់តម្លៃសមរម្យនោះយើងនឹងទទួលបានការចំណេញជារៀងរហូតជាមួយគ្នានេះដែរឯអាដាមអភិបាលខេត្តបានណែនាំដល់អធិការនគរបាលស្រុកត្រូវដាក់កម្លាំងប្រចាំការនៅស្នាក់ការរមណីយដ្ឋានដោយសហការជាមួយប្រជាការពារឃុំប្រចាំការសម្រាប់មើលការខុសត្រូវដោយធ្វើឲ្យកន្លែងនេះជាពហុវិស័យដោយត្រូវដោះស្រាយគ្រប់ទាំងការងារសន្តិសុខការផ្ដល់ព័ត៌មានសម្រាប់ទេសចរការដោះស្រាយបញ្ហាមួយចំនួនជាមួយអាជីវករផងដែរសារព័ត៌មានការពិតញូព័ត៌មានពិតក្នុងដៃអ្នក